បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសខ្ញុំមូសុភ័ក្រជាប្រធានក្រុមនិស្សិតអ្នកស្រាវជ្រាវវ័យក្មេងនៃសមាគមមរតត្រីថ្ងៃនេះខ្ញុំសូមធ្វើការលើកឡើងមួយទាក់ទងទៅនឹងច្បាប់ដកសញ្ជាតិដែលកម្ពុជាយើងបានធ្វើវិសោធនកម្មរួចមកហើយក៏ចង់បកស្រាយឡើងវិញជូនប្រជាពលរដ្ឋឲ្យបានស្វែងយល់ដឹងនិងពិចារណាទាំងអស់គ្នាការច្បាប់ដកសញ្ជាតិនេះខ្ញុំបានសិក្សាស្រាវជ្រាវទៅលើពិភពលោកគឺមានជាច្រើនប្រទេសណាដែលមានច្បាប់ដកសញ្ជាតិនេះហើយខ្ញុំលើកប្រទេសធំចំនួន4-5ដែលមានច្បាប់ដកសញ្ជាតិនេះទី1គឺមានប្រទេសបារាំងប្រទេសរុស្ស៊ីប្រទេសអង់គ្លេសសហរដ្ឋអាមេរិកនិងប្រទេសអូស្ត្រាលីនៅក្នុងប្រទេសធំទាំងអស់នេះសុទ្ធតែជាប្រទេសលោកសេរីហើយគេបង្កើតច្បាប់ដកសញ្ជាតិនេះគឺដើម្បីជាគំរូនិងដើម្បីការពារនៅផលប្រយោជន៍ជាតិរបស់គេដោយឡែកយើងងាកមកវិញថាការបង្កើតច្បាប់ដកសញ្ជាតិនេះសម្រាប់ប្រទេសធំទាំងអស់នេះតើមានការតវ៉ាដែរទេខ្ញុំបានស្រាវជ្រាវសិក្សាមើលឃើញអំពីទិន្នន័យឆ្នាំ2007ដែលប្រទេសអូស្ត្រាលីបានបង្កើតច្បាប់នេះហើយប្រទេសទាំងអស់នោះគឺបានបង្កើតច្បាប់ទាំងអស់នេះមុនកម្ពុជាទៅទៀតប្រទេសអង់គ្លេសប្រទេសមួយចំនួនដែលតែងតែមានរបាយការណ៍របស់អង្គការ Amnesty Human Rights Watch ដែលតែងតែចេញសេចក្តីព្រួយបារម្ភពាក់ព័ន្ធទៅនឹងច្បាប់ដកសញ្ជាតិទាំងអស់នេះនៅក្នុងប្រទេសធំទាំងអស់នេះខ្ញុំសូមលើកឧទាហរណ៍ជាក់ស្ដែងនៅប្រទេសអូស្ត្រាលីមួយប្រទេសអូស្ត្រាលីគឺមានអង្គការ Human Rights Watch មួយដែលមានស្នាក់ការនៅប្រទេសអូស្ត្រាលីស្រាប់ហើយអូស្ត្រាលីនេះក៏បានបង្កើតច្បាប់ដកសញ្ជាតិនេះហើយទម្លាក់កិច្ចការងារក្នុងការអនុវត្តទាំងអស់នេះទៅលើរដ្ឋអំណាចមួយមានន័យថានាយករដ្ឋមន្ត្រីដែលមានជាប់ឆ្នោតប្រធានាធិបតីជាប់ឆ្នោតគេទម្លាក់អំណាចឲ្យក្រសួងពិនិត្យពិចារណាស្របទៅតាមច្បាប់លក្ខខណ្ឌដែលបុគ្គលម្នាក់ប្រព្រឹត្តបទល្មើសប៉ះពាល់ដល់សន្តិសុខជាតិធ្ងន់ធ្ងរដែលក្បត់ជាតិគេអាចនឹងប្រឈមការដកសញ្ជាតិហើយចំណុចនេះទៀតសោតដែល Human Rights Watch បានចេញសេចក្តីថ្លែងការណ៍និងព្រួយបារម្ភថាច្បាប់នេះអាចដកសញ្ជាតិបុគ្គលមួយដោយមិនបានឆ្លងកាត់តុលាការគឺវារំលោភប៉ះពាល់ទៅដល់សិទ្ធិមនុស្សនិងសិទ្ធិនយោបាយផ្សេងអញ្ចឹងយើងមើលឃើញថាការតវ៉ាក្នុងប្រទេសទាំងអស់នោះនឹងការចេញសេចក្តីថ្លែងការណ៍ផ្សេងគឺមានដូចគ្នាហើយចំណុចទាំងអស់នេះហើយដែលប្រទេសធំទាំងអស់នោះយកច្បាប់របស់ខ្លួនយកទៅអនុវត្តទទួលបានប្រសិទ្ធភាពនិងអនុវត្តបានល្អដោយមិនបានប៉ះពាល់និងធ្វើបាបទៅដល់ជាតិសាសន៍របស់ខ្លួនឯងចំណុចមួយទៀតដែលយើងមើលឃើញអំពីសភាពធ្ងន់ធ្ងរចំពោះការដកសញ្ជាតិនេះគឺពាក់ព័ន្ធទៅនឹងច្បាប់អន្តរជាតិដែលច្បាប់អន្តរជាតិក៏បានចេញសេចក្តីព្រួយបារម្ភពាក់ព័ន្ធទៅនឹងខ្លាចច្បាប់ដកសញ្ជាតិនេះធ្វើឲ្យបុគ្គលម្នាក់ខ្លាចទៅជា track list គឺគេហៅថាជនដែលគ្មានសញ្ជាតិតែម្ដងជនដែលគ្មានសញ្ជាតិគឺវាអាចប៉ះពាល់នឹងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរអញ្ចឹងខ្លឹមសារនៃច្បាប់ប្រទេសមួយចំនួនដែលខ្ញុំមើលឃើញថាប្រទេសអាមេរិកប្រទេសអង់គ្លេសដែលគេអាចទម្លាក់សភាពធ្ងន់ធ្ងរបាននៅប្រសិនបើជាករណីដែលធ្ងន់បំផុតអង់គ្លេសអាចដកសញ្ជាតិតែម្ដងដោយមិនខ្វល់អំពីបុគ្គលនឹងគ្មានសញ្ជាតិវាអាចទៅជា track list បាទជាជនគ្មានសញ្ជាតិតែម្ដងអញ្ចឹងច្បាប់អន្តរជាតិគេព្រួយបារម្ភចំណុចហ្នឹងយើងងាកមកវិញងាកមកកម្ពុជាយើងវិញដែលយើងមើលឃើញថាច្បាប់ដកសញ្ជាតិយើងលុះត្រាតែបុគ្គលនោះមានសញ្ជាតិ2ហើយមានការទទួលស្គាល់និងទទួលយកថែទាំអំពីរដ្ឋដទៃទើបយើងអាចដកសញ្ជាតិបានដូច្នេះយើងមិនចងខ្លឹមសារឲ្យផ្ទុយអំពីច្បាប់អន្តរជាតិទេហើយយើងនឹងច្បាប់ខ្មែរយើងនេះដែលយើងទៅបង្កើតនេះក៏ស្រដៀងទៅនឹងច្បាប់របស់ពិភពលោកដែរដែលប្រទេសធំដែលជាលោកសេរីគេយកមកអនុវត្តជាច្រើនឆ្នាំមកហើយប្រទេសកម្ពុជាយើងក៏យើងគិតថាបុគ្គលដែលក្បត់ជាតិបុគ្គលដែលបំផ្លាញដល់សន្តិសុខជាតិធ្ងន់ធ្ងរប្រមាថព្រះមហាក្សត្រក៏មិនសមរស់នៅក្នុងប្រទេសកម្ពុជាដែរក៏មិនសមនឹងមានសញ្ជាតិកម្ពុជាដែរព្រោះច្បាប់នេះក៏សម្ដេចបកគោណាសម្ដេចតាយើងក៏បានបង្កើតការពីសម័យសង្គមរាស្ត្រនិយមដែរដោយខ្លឹមសារពីមុនមិនដូចបច្ចុប្បន្នដែលបច្ចុប្បន្ននេះគឺគ្រប់គ្រងដោយច្បាប់អន្តរជាតិមួយចំនួនអញ្ចឹងយើងងាកមកវិញបច្ចុប្បន្នថាលោកសំរងស៊ីបច្ចុប្បន្ននេះកំពុងតែ
ធ្វើការបញ្ចេញសារនយោបាយរបស់ខ្លួនជាច្រើនស្របពេលដែលកម្ពុជាកំពុងតែមានសង្គ្រាមហើយគាត់បានទៅធ្វើសារនយោបាយទម្លាក់រដ្ឋាភិបាលផ្សេងហើយធ្វើជាវីដេអូដែលអាចកាន់ជើងប្រទេសថៃបង្អាប់ប្រទេសយើងថាយើងបាញ់កំភ្លើងផ្សេងដោយគ្មានសិលធម៌នេះហើយជាពាក្យសម្ដីដែលអ្នកនយោបាយមិនបានគោរពនៅជាតិសាសន៍របស់យើងបែរទៅជាលើកជើងជាតិសាសន៍ដទៃអញ្ចឹងលោកសំស៊ីក៏សំនឹងគួរនឹងត្រូវដកសញ្ជាតិពីកម្ពុជាដែលលោកមានសញ្ជាតិ2ស្រាប់ទៅហើយអញ្ចឹងនឹកជាចុងក្រោយនៅវីដេអូខ្ញុំមិនបកស្រាយជាច្រើនទេខ្ញុំសូមលើកឧទាហរណ៍មួយជាចុងក្រោយសម្រាប់ប្រជាពលរដ្ឋខ្មែរដើម្បីពិចារណាទាំងអស់គ្នាសម្រាប់ការបង្កើតច្បាប់មួយដើម្បីគំរូខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងមួយតើហេតុអ្វីបានជាប្រទេសដទៃត្រូវបង្កើតច្បាប់វិន័យផ្សេងសម្រាប់ពលរដ្ឋនិងសង្គមរបស់ខ្លួនខ្ញុំលើកឧទាហរណ៍នៅប្រទេសស្វីសប្រទេសអូស្ត្រាលីនិងប្រទេសអឺរ៉ុបមួយចំនួនដែលគេបង្កើតច្បាប់វិន័យមួយគេហាមប្រជាពលរដ្ឋខ្លួនផឹកស្រាតាមមុខផ្ទះឡូឡាមិនដូចកម្ពុជាទេទី2គឺគេហាមបំផុតប្រជាជនខ្លួនដើរកាន់ដបស្រានិងយួរកំប៉ុងស្រានឹងតាមដងផ្លូវគឺត្រូវបានចាប់អប់រំនឹងពិន័យតាមច្បាប់របស់គេផ្សេងសំណួរដាក់មកវិញសួរថាតើចំនួនទាំងអស់នេះជាការរំលោភសិទ្ធិជាការបិទសេរីភាពរបស់គាត់ដែលគាត់មានលុយទៅទិញរបស់ហូបប៉ុន្តែគាត់មិនអាចកាន់យកទៅផ្ទះបានដោយជាសាធារណៈអញ្ចឹងនៅក្នុងសង្គមរបស់គេបង្កើតច្បាប់ឡើងគឺដើម្បីពិន័យដើម្បីបង្កើតគំរូដល់អ្នកចំនួនក្រោយជាពិសេសបង្កើតគំរូដល់សង្គមរបស់គេកុំឲ្យភ្លើតភ្លើនទៅនឹងអនាធិបតេយ្យចំពោះស្រាបៀរហើយអនាធិបតេយ្យចំពោះការហូបចុកដោយគ្មានវិន័យត្រឹមត្រូវប៉ុន្តែគេមិនបានផ្ដោតអំពីសិទ្ធិមនុស្សឬក៏សេរីភាពរបស់ប្រជាជននោះទេវាខុសពីកម្ពុជាដោយឡែកយើងបង្កើតច្បាប់ដកសញ្ជាតិនេះមួយគឺដើម្បីអីដើម្បីគំរូដល់អ្នកនយោបាយកុំឲ្យអ្នកនយោបាយធ្វើអ្វីតាមទំនើងចិត្តអនាធិបតេយ្យបង្កើតគំរូដល់អ្នកនយោបាយឲ្យអ្នកនយោបាយចេះធ្វើអ្វីសម្រាប់គំរូអ្នកចំនួនក្រោយមិនមែនចេះតែតស៊ូដឹកនាំមនុស្សឲ្យទៅឆ្លោះគ្នាមួយប៉ែកទៅមួយប៉ែកហើយកាប់សម្លាប់ខ្មែរគ្នាឯងនោះទេនេះហើយជាការមូលហេតុនៃការបង្កើតច្បាប់ដើម្បីគំរូអ្នកនយោបាយឲ្យអ្នកនយោបាយចេះដើរហើយបង្កើតគំរូផ្សេងសម្រាប់អ្នកមនុស្សចំនួនក្រោយដ៏ល្អដល់យុវជនដល់និស្សិតចំនួនក្រោយអញ្ចឹងជាចុងក្រោយខ្ញុំគ្មានអ្វីនេះទេគឺគ្រាន់តែលើកចំណុចនេះមួយចំនួនសម្រាប់ប្រជាពលរដ្ឋពិចារណាហើយក៏សូមអរគុណហើយក៏សូមឲ្យប្រជាពលរដ្ឋខ្មែរយើងជឿជាក់នឹងចូលរួមរួបរวมគ្នាស្របពេលដែលប្រទេសថៃកំពុងតែបោះឆ្នោតហើយយើងមិនដឹងថាស្ថានភាពទៅជាយ៉ាងណាទេសូមឲ្យខ្មែរយើងរួមគ្នាសិនហើយកុំរត់តាមលោកសំរងស៊ីអ្នកនយោបាយជ្រុលនិយមដែលប៉ះពាល់ដល់ប្រទេសជាតិធ្ងន់ធ្ងរផ្ទៃក្នុងសំខាន់ណាស់គឺសម្រាប់ជាតិមួយនៅពេលដែលមានបញ្ហាបាទសូមអរគុណ